ថ្ងៃនេះខ្ញុំចង់និយាយពីជំងឺរបស់ចៅមហាបន្តិចប្រភេទចៅមហានេះមួយដែរប្រភេទពួកវាហ្នឹងគឺវាគ្រឿងរបស់វាគឺសម្រាប់តែពួកវាទេហើយបើសិនជាយើងចង់យកមកកែក៏កែអត់កើតដែរហើយគ្រឿងពួកវាអត់មានអីច្រើនទេគ្រឿងដែលសំខាន់ហ្នឹងគឺយ៉ូតទាំងហ្មងដូចពួកស៊ុយស្គីដូចគ្នាហើយពួកអស់ហ្នឹងតែយ៉ូតវាអាយគឺវាពិបាកប្រើហើយរត់ក៏ស្រួលដែរហើយទីមួយក៏ស៊ីអគុយដែរហើយប្រភេទដុំភ្លើងវាគឺអត់ងាយខូចទេហើយប្រភេទមិញម៉ូតូវាក៏មិនងាយខូចដែរតែបើសិនណាយើងដូរយកប្រេះផ្ដាស់ហើយយកនោះមិនមែនបោះសៀនរបស់វាអញ្ចឹងវាអាចនឹងបង្កហេតុដូចជាខូចមិញម៉ូតូក៏សាបនឹងគ្រប់ខូចអគុយជាដើមឡើងអញ្ចឹងហើយប្រភេទពួកយ៉ាងមហានេះដែរវាដូចតែស៊ុយស្គីទេហើយប្រភេទស៊ុយស្គីដូចគ្នាហើយស៊ុយស្គីបើសិនថាក្រៅពីយកសៀនក៏វាជិះអត់ស្រួលដែរវាអាចធ្វើទុកអគុយឬក៏វាដាច់ពូដាច់អីចឹងទៅហើយប្រភេទពួកយ៉ៅមហានេះដែរវាស្រដៀងនឹងម៉ូតូធំហើយម៉ូតូធំតែក្រៅពីគ្រឿងរបស់វាมันអាចយកអីមកកែបានទេហើយយ៉ៅមហាដូចគ្នាអត់មានក្រៅពីរបស់វាគឺมันអាចយកមកកែបានទេហើយបើដូចជា Honda វាងាយស្រួលទេពួកHonda វាអាចយកប្រភេទរបស់អីមកកែក៏បានដែរតែយ៉ៅមហាមួយគឺខុសឆ្លាស់ពី Honda ខុសត្រង់ថាវាមិនអាចយកគ្រឿងអាយមកបញ្ចូលបានទេបើសិនណាយើងយកគ្រឿងអាយមកបញ្ចូលម៉ូតូហ្នឹងដឹងធានាថាធ្វើអត់ត្រូវទេទីមួយវាគេកុកស៊ីអគុយឬអីចឹងហើយបើសិនប្រព័ន្ធភ្លើងអត់មានអីទៅពិបាកទេម៉ូតូប្រភេទយ៉ៅមហានេះមួយដែរបើសិនថាវាមានបញ្ហាចាប់ពីអគុយដូរចាប់តែពី3ឡើងអញ្ចឹងម៉ូតូហ្នឹងវាពាក់ព័ន្ធជាមួយយ៉ូតហើយបើសិនណាកន្លែងខ្លះគាត់ម៉ូតូបងខ្លះគាត់ថាគាត់ដូរយ៉ូតដូរអីហើយនៅតែអញ្ចឹងមែនទេអាហ្នឹងក្រៅពីយ៉ូតស៊ីនគឺវាអត់ទទួលយកទេ